អ្នកទាំងអស់គ្នាមករៀនពាក្យភាសាកូរ៉េជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកពាក្យជាភាសាកូរ៉េ70ពាក្យទៀតដើម្បីមកបង្ហាញបងប្អូននេះជាវីដេអូទី4ហើយនៃមេរៀន70ពាក្យនៃភាសាកូរ៉េតើបងប្អូនសិក្សាពាក្យភាសាកូរ៉េជាមួយខ្ញុំទាំងអស់គ្នា Nalsi អាកាសធាតុ Malta Malkayo មេឃស្រឡះឬក៏ស្រឡះប្រែថាស្រឡះតើតើអាកាសធាតុស្រឡះបងប្អូន Hyrida Hyryoyo អ៊ូអាប់ឬក៏មេឃអ៊ូអាប់ Kechol រដូវ Kurumi Kida ឬក៏ Kshoyo បងប្អូនតើតើនឹងកិរិយាសព្ទនៃគុណឬក៏គុណនាមគឺខ្ញុំបំបែកឲ្យបងប្អូនស្រាប់កុំឲ្យពិបាកបងប្អូន Kurum នេះប្រែថាពពកបងប្អូនមកពេល Kurumi Kida បំបែកទៅ Kurumi Kshoyo ប្រែថាពពកប្រមូលផ្ដុំច្រើនប្រែថាពពកខ្មៅបងប្អូនមេឃរោភ្លៀងវាទី6 Ankeka Kida ឬក៏ Ankeka Kshoyo ចុះអាប់បងប្អូនចុះអាប់អ្នកខ្លះគាត់ច្រើនតែប្រើពាក្យថា Ankeka Neryoyo ស្រួលប្រើបងប្អូនតែពាក្យគេប្រើតម្រងគឺ Ankeka Kshoyo ដូចខ្ញុំពីច្រើននឹកអត់ឃើញពាក្យ Kshoyo នេះប្រើ Nerida ដែរ Neryoyo តែចុះអាប់ប៉ុន្តែនៅក្នុងសៀវភៅគេរៀនគេប្រើនឹងពាក្យ Ankeka Kida Ankeka Kshoyo ចុះអាប់ Parami Puroyo ខ្យល់បក់បងប្អូនខ្យល់បក់ Chondung ផ្គរលាន់បងប្អូនផ្គរលាន់ Chondung ទី9 Ponkeka Chida កន្លែងនេះបានម៉ែបងប្អូន Ankeka Choyo ហៅថាផ្លេកបន្ទោលឬក៏រន្ទះបាញ់បងប្អូនផ្លេកបន្ទោលឬក៏រន្ទះបាញ់ Kochi Mani Pida កន្លែងនេះក៏ផ្លេចដែរដូចបាច់ហើយ Kochi Mani Pioyo បែរថាផ្ការីកកត់នោះបែរថាផ្កាបងប្អូនហើយម៉ានីនេះច្រើនមកពេល Pida ហ្នឹងប្រែថារីកបងប្អូនរីកទៅនឹងផ្ការីកណា Kochi Mani Pioyo ផ្ការីកច្រើន Phadatka ឆ្នេរសមុទ្រ Phadatka ឆ្នេរសមុទ្រពាក្យ Phada សមុទ្របងប្អូនទៅពេល Phadatka នេះឆ្នេរសមុទ្រ Phadatka ឆ្នេរសមុទ្រ Thanpungi Arumthapta Thanpungi Arumthawoyo ស្លឹកឈើប្រែពណ៌ស្អាត Arumthapta ហ្នឹងប្រែថាស្រស់ស្អាតបងប្អូនទៅពេល Thanpung ហ្នឹងស្លឹកឈើប្រែពណ៌ Inku ប្រជាជនច្រើនចំនួនប្រជាជនតទៀត Mori ក្បាល Nun ភ្នែក Kho ច្រមុះ Qui ត្រចៀក E ធ្មេញ Mok ក Phal នឹងដៃបងប្អូន Phal នឹងដើមដៃ Phal ដល់ពេល Son នឹងប្រអប់ដៃ Hori ចង្កេះ ពោះ Phe ប្រែថាពោះក្បាលពោះយើងបងប្អូន Thari ជើងដល់ពេល Phal នឹងប្រអប់ជើងបងប្អូន Phal ប្រអប់ជើង Murup ជង្គង់ឬយើងហៅថាក្បាលជង្គង់ Murup បងប្អូននេះតើតើនឹងពេទ្យម្ដង Nekwa ហ្នឹងពេទ្យទូទៅបងប្អូន Nekwa ពេទ្យទូទៅ Ibin Hukwa ថាពេទ្យពិនិត្យផ្នែកបំពង់កច្រមុះ ឡឹកត្រចៀកណាត្រឹមកឡើងលើបងប្អូន
បែបហ្នឹង EVN ហ៊ូខ្វាឆុងហៀងវ៉េខ្វាឆុងហៀងវ៉េខ្វាបែបឆ្អឹងអាន់ខ្វាបែបភ្នែកពេលចុងក្រោយឈីខ្វាបែបថ្មិញបើមកបងនៅស្រុកកូរ៉េមិនមែនចេះតែយើងទៅពេទ្យចេះតែទៅបងប្អូនយើងត្រូវដឹងពីអាការៈរបស់យើងបើសិនឈឺថ្មិញគឺយើងទៅពេទ្យថ្មិញឈឺភ្នែកទៅពេទ្យភ្នែកបងប្អូនគេមានបែងចែកគ្នាដោយឡែកតទៅទៀតភុកស៊ីដាភុកប្រែថាគ្រប់គ្រាន់បងប្អូនដល់ពេលភុកស៊ីដាបំបែកទៅស៊ីអូយ៉ូភុកស៊ីអូយ៉ូមានថាសម្រាប់បានគ្រប់គ្រាន់បងប្អូនសម្រាប់បានគ្រប់គ្រាន់សេងកាំងឆាតែខ្ញីសេងកាំងបងប្អូនខ្ញីដល់ពេលឆានេះតែបូកចូលគ្នាសេងកាំងឆាតែខ្ញីខេសុកបែរតែបន្តយើងធ្វើអ្វីមួយបងប្អូនឬក៏យើងធ្វើការពេលព្រឹកក្នុងមុខជំនាញអញ្ចឹងថ្ងៃពេលពេលថ្ងៃអញ្ចឹងយើងត្រូវពេលខ្លះយើងបដូរពេលខ្លះយើងនៅធ្វើនឹងដែរយើងប្រើពាក្យគេសុកថាខេសុកយើងនៅបន្តធ្វើដដែលឬក៏បដូរអញ្ចឹងបងប្អូនខេសុកនឹងបន្តឬក៏បន្តធ្វើអ្វីមួយដដែលឬក៏យើងឈឺជំងឺអីមួយអញ្ចឹងទៅពេលល្ងាចយើងលេបថ្នាំដល់ពេលព្រឹកឡើងវានៅតែឈឺដដែលគេថាខេសុកបងប្អូនខេសុកនៅតែបន្តដដែលហ្នឹងពាក្យហ្នឹងគឺប្រើក្នុងន័យបែបហ្នឹងបងប្អូនខេសុកហ្នឹងជូឆាចាំងជូឆាហាដាបងប្អូនសុំទោសជូឆាហាដាហ្នឹងគឺចតឡានជូឆាហាដាចតឡានបងប្អូនពាក្យគេអាសាព្ឬគុណនាមដែលថាតកតងនឹងហាដាខាងក្រោយនេះគេសាប់ដែលមានហាដាខាងក្រោយនេះខ្ញុំអត់បាយអត់ទេដោយសារតែវាងាយស្រួលហាដាគឺមិនទៅហេយកស្រាប់តែម្ដងជូឆាហាដាចតឡានកត់ឈឺម៉ាន់ឈីដាកត់ឈឺម៉ាន់ឆយប៉ាផ្កាបងប្អូនខ្ញុំដាក់ពាក្យកត់នេះគឺដើម្បីចង់ឲ្យបងប្អូនយល់ថាបញ្ជាក់នៃគេស័ព្ទចុងក្រោយនេះឲ្យងាយយល់បងប្អូនបើយើងប្រើថាប៉ះមកទៅយើងនឹងថាប៉ះយើងប្រើលក្ខណៈបែបម៉េចចឹងពីហ្នឹងគឺគេប្រើលក្ខណៈបែបប៉ះអ្វីមួយចឹងបងប្អូននេះគេថាកោឈឺម៉ាន់ជីដាកោឈឺម៉ាន់ឆយប៉ះផ្កាឆាន់ឌីផាត់ហ្នឹងបែរថាវាលស្មៅបងប្អូនវាលស្មៅឆាន់ឌីផាត់វាលស្មៅថាំបេឬភីវដាបំបាយទៅថាំបេឬភីវយ៉ូជក់បារីថាំបេនឹងបារីបងប្អូនដល់ពេលភីវដាជក់បែរថាជក់បារីបងប្អូនថាំបេឬភីវយ៉ូមីស៊ូលខ្វាន់សាលវិចិត្រសិល្បៈកន្លែងគេហាត់តន្ត្រីបងប្អូនកន្លែងហាត់រាំហាត់ច្រៀងអញ្ចឹងគឺកន្លែងមីស៊ូលខ្វាន់សាលវិចិត្រសិល្បៈឬក៏សាលមហោស្រពវិញណាខុងយុនចាំងកន្លែងសម្ដែងបន្តទៀតខុនណូដាបំបាយទៅខុនណូយ៉ូឆ្លងផ្លូវថុងមូលវ៉នសួនសត្វថុងមូលនឹងសត្វបងប្អូនពាក្យវ៉នគឺគេសំដៅទៅលើសួនអីមួយឬក៏ទីកន្លែងមួយដែលថាតកតងសួនច្បារសួនអីគឺគេប្រើវ៉នចុងក្រោយវ៉នហ្នឹងគឺតកតងនឹងទីកន្លែងដូចជាផ្ចង់វ៉នទីប៉ែតយ៉ាងខុងមូវ៉នហ្នឹងទីកន្លែងមួយផ្សេងទៅដល់ពេលថុងមូលវ៉នហ្នឹងសួនសត្វដល់ពេលគុករីបខុងវ៉នសួនឧទ្យានយ៉ាយ៉ងបងប្អូនយ៉ាយ៉ងប្រែថាជំរំដល់ពេល camping បោះតង់ពាក្យពីរនឹងខុសគ្នាបងប្អូនជំរំហ្នឹងគឺលក្ខណៈគេធ្វើជំរំអីមួយថាជំរំជនភៀសសឹកអញ្ចឹងទៅដល់ពេល camping ហ្នឹងបោះតង់ហ្នឹងគឺយើងលក្ខណៈដើរកម្សាន្តក្នុងព្រៃក្នុងអីទៅ
វាផ្សេងគ្នាអត់ដូចគ្នាទេយ៉ាយ៉ាងជំរុំ camping បោះតង់ឆុងសូហាដាបំបីតែឆុងសូហេវសម្អាតប៉ាឡេហាដាប៉ាឡេហេវបោកគក់យូរីហាដាយូរីហេវឬក៏ប្រើពាក្យមួយទៀតន័យដូចគ្នាដែរបងប្អូនគេថាស៊ីគឺលម៉ាន់ធឺថាស៊ីគឺលម៉ាន់ធឺរយគេថាចំអិនម្ហូបដូចគ្នាឆែកចាំងើលឆុងនេះហាដាឆែកចាំងើលឆុងនេះហេវរៀបចំទូដាក់សៀវភៅផាំងងើថាក់តាផាំងងើថាក់កាយោផាំងងើថាកាយោអានថាកាយោបងប្អូនយើងបញ្ជាប់ជើងថាកាយោជូតបន្ទប់ថាក់តានឹងជូតបងប្អូនឆុងសូគីឬថូលីដាឆុងសូគីឬថូយោយោបងប្អូនពាក្យកន្លែងនេះគឺយើងប្រែថាបូមធូលីបងប្អូនបូមធូលីឆុងសូសម្អាតដល់ពេលប្រើជាមួយពាក្យធូយោយោណាគឺប្រែពាក្យនៃចំគឺបូមធូលីតែម្ដងឆុងសូគឺធូយោយោបូមធូលីស៊ឺរេគីឬផូរីដាស៊ឺរេគីឬផូរីយោបោះចោលសម្រាមផូរីដាហ្នឹងគឺបោះចោលតទៀតផាងើលជីវដាផាងើលជីវយោប្រែថាសម្អាតបន្ទប់ជីវយោជីវដាហ្នឹងបងប្អូនគឺសម្អាតបែបលក្ខណៈសម្រាមយើងបរិយាយរប៉ាត់របាយនៅក្នុងបន្ទប់អញ្ចឹងបងប្អូនគឺយើងប្រមូលវាចេញឲ្យស្អាតពាក្យជីវដាហ្នឹងគឺប្រើវិញថាប្រមូលក៏សមដែរបងប្អូនដូចជាជោគព្រិលជោគអីក៏គេប្រើពាក្យជីវដាដែរផាងើលជីវយោសម្អាតបន្ទប់ឬក៏ប្រមូលសម្រាមដល់ពេលផាងើលស៊ឺលតាហ្នឹងគឺបោះដីបងគេហៅថាបោះដីបោះសម្រាមណាផាងើលស៊ឺរយោហមายถึงស៊ឺរយោគេថាបោះបន្ទប់គេថាបោះសម្រាមនៅក្នុងបន្ទប់ពុនលីស៊ូកូរហាដាពុនលីស៊ូកូរហេយោគេថាបែងចែកសម្រាមនៅក្នុងប្រទេសកូរ៉េគឺគេមានការបែងចែកសម្រាមបងប្អូនយើងចោលសម្រាមទៅផ្នែកទៅតាមមកសម្រាមរបស់ដែលយើងទិញមកប្រើប្រាស់ដូចជាកដុងដូចជាជ័រផ្សេងគឺយើងមានការបែងចែកបងប្អូនយើងមិនអាចដាក់ចូលគ្នាបានទេគឺយើងមានការបែងចែកសម្រាមនៅក្នុងប្រទេសកូរ៉េគឺគេមានការផាកពិន័យបើសិនជាយើងបោះចោលសម្រាមខុសឈីកាក់ហាដាឈីកាក់ហេយោប្រែថាយឺតដល់ពេលពាក្យនឹតានឺចយោនោះគឺយឺតដូចគ្នាបងប្អូនប៉ុន្តែខុសគ្នាត្រង់ថាឈីកាក់ហាដានេះគឺយឺតជាញឹកញាប់លក្ខណៈយឺតទៅធ្វើការយឺតមួយខែសឹងតែ10ដង20ដងឬក៏ជាញឹកញាប់ជាញយបងប្អូនគេលែងនិយាយហ្នឹងឈីកាក់ហាដាហ្នឹងណាប៉ុន្តែនឹតានេះនឺចយោនេះគឺយឺតយូរម្ដងហ្នឹងបងប្អូនលក្ខណៈយើងស្ទះផ្លូវឬក៏យើងធ្វើអីមួយដែលថាទៅមិនទាន់ហ្នឹងគេហៅពាក្យនឹតានឺចយោយូរម្ដងហ្នឹងតែគិកខាណានេះគេលែងនិយាយហើយនេះយឺតលក្ខណៈបែបជាទម្លាប់ហើយគិកខាណាអញ្ចឹងនៅពេលដែលគេប្រើពាក្យគិកខាណានេះគេដឹងខ្លួនហ្នឹងគេធុញបែបលក្ខណៈធុញទ្រាន់ហើយបន្តទៀតអ៊ីលជីកយើងប្រែថាធម្មតានេះគឺប្រែថាលឿនឬក៏មុនម៉ោងក្នុងនេះបែបន័យថាបើយើងទៅធ្វើការទេគឺយើងទៅធ្វើការដល់មុនម៉ោងយើងទៅម៉ោង8គឺយើងទៅដល់ម៉ោង7កន្លះហ្នឹងបងប្អូនអ៊ីលជីកណាភាសាអង់គ្លេសគេថា early បងប្អូនឬក៏យើងងើបពីដេកអ៊ីលជីកអ៊ីរ៉ាណាងើបពីដេកមុនម៉ោងឬងើបពីដេកលឿនបងប្អូនងើបពីដេកលឿនគេប្រើពាក្យហ្នឹងវិញបន្តទៀតថរ៉ាប់តាគឺបំបីទៅថរវយោប្រែថាកខ្វក់ឬក៏កក្រិច
បន្ទប់កខ្វក់ឬក៏បន្ទប់កក្រិចបងប្អូនឬក៏ពាក្យកក្រិចមកយើងយល់ទេពាក្យកខ្វក់គេប្រើពាក្យថរ៉ាប់តាថរ៉ាវយ៉តទៀតភុងសុនប៉េងប៉ោងបងប្អូនប៉េងប៉ោងតទៀតប៉ាឡេរឺកេដាប៉ាឡេរឺកេយ៉ូប្រែមកថាបត់ខោអាវប៉ាឡេរឺណលតាប៉ាឡេរឺណរយ៉ូបងប្អូនមិនអាចអានណលអយ៉ូទេបងប្អូនអានជាប់ជើងនេះណរយ៉ូតែព្យួរឬក៏ហាលខោអាវតទៀតសុនប៉ាឡេរឺហាដាសុនប៉ាឡេរឺហេយ៉ូពីនឹងប្រែថាបោកខោអាវដោយដៃបងសុននឹងដៃតែពីសុនប៉ាឡេរឺហាដាប្រែថាបោកខោអាវដោយដៃថារីមឈីរឿនហាដាថារីមឈីរឿហេយ៉ូអ៊ុតខោអាវសលកជីហេយ៉ូសលកជីហាដាប្រែថាសលកជីហេយ៉ូប្រែថាលាងចានបងសេថាគីរឿធូលីដាសេថាគីរឿធូយ៉ូពេលហ្នឹងដូចពាក្យខាងលើដែរដូចពាក្យបូមធូលីដែរបងប្អូនពាក្យហ្នឹងគឺប្រើមកថាបោកខោអាវដោយម៉ាស៊ីនបោកខោអាវបងប្អូនអាហ្នឹងជាធម្មតាពាក្យបោកខោអាវច្រើនប៉ាឡេហាដែរក៏បោកខោអាវដែរប៉ុន្តែវាគេប្រើទូទៅបងប្អូនប៉ុន្តែបើយើងប្រើចំមកថាយើងបោកខោអាវនឹងម៉ាស៊ីនគឺគេប្រើពាក្យសេថាគីរឿធូយ៉ូសេថាគីរឿធូយ៉ូហ្នឹងគេថាបោកខោអាវនឹងម៉ាស៊ីនដែរពាក្យបន្តទៀតឈុំឆណេមុននេះបន្តិចឈុំឆណេមុននេះបន្តិចបងប្អូនពាក្យនេះសំខាន់ណាស់ពាក្យនេះគួរចែកដែរពេលខ្លះនឹករញ៉ែតឃើញនេះឈុំឆណេមុននេះបន្តិចខឹមបាំងភ្លាមខឹមបាំងភ្លាមញូស៊ូពាក្យចុងក្រោយញូស៊ូភេសជ្ជៈបងប្អូនញូស៊ូភេសជ្ជៈបាទបងប្អូនពាក្យយើងទាំង70ពាក្យបានបញ្ចប់ហើយសង្ឃឹមថាបងប្អូន review ឬក៏មើលវីដេអូខ្ញុំឡើងវិញដដែលដើម្បីបង្កើនការចងចាំពាក្យទាំងអស់គ្នាហើយពាក្យនេះផងដែរគឺខ្ញុំបានដកស្រង់ចេញពីសៀវភៅសាហ្វេទង្ហាប់ program បងប្អូនពួកខ្ញុំបានរៀនចប់ពីវគ្គដែរហើយខ្ញុំមិនសូវជាចាំពាក្យប្រហែលដែរពាក្យក្នុងសៀវភៅនេះគឺសំខាន់ណាស់តែខ្ញុំចាំបានមួយចំនួនចឹងហើយខ្ញុំក៏ស្រង់ឡើងមកដើម្បីធ្វើជាមេរៀនដើម្បីរំលឹកអញ្ចឹងបងប្អូនណាដែលមានចំណាប់អារម្មណ៍ឬក៏កំពុងតែរៀនសៀវភៅនេះត្រូវហើយគឺមើលឡើងវិញជាមួយខ្ញុំទាំងអស់គ្នាដើម្បីបង្កើនការចងចាំហើយបងប្អូនមួយទៀតមេរៀនដែលខ្ញុំធ្វើហើយខ្ញុំនឹងប្រហែលជាធ្វើជាដាក់ PDF ដាក់នៅក្នុង link នៅខាងក្រោមវីដេអូអញ្ចឹងបងប្អូនអាចទាញយកមេរៀនទៅមើលបានបងប្អូនចង់អានអាចអានបានឬក៏ចង់មើលជាវីដេអូស្ដាប់ជាវីដេអូក៏បានដែរអញ្ចឹងអរគុណបងប្អូនជាចុងក្រោយសូមជួយចុច Subscribe ផងបងប្អូនដើម្បីបានឃើញវីដេអូបន្តដែលខ្ញុំផលិតបន្តទៀតហើយនេះជាវីដេអូទី4ហើយនៃមេរៀន70ពាក្យបងប្អូនបាទអរគុណសូមជម្រាបលាបងប្អូន